ជំរាបសួរបងប្អូនកំពង់ឃ្លាំងជាឃុំមួយក្នុងស្រុកសូនីគមមានចម្ងាយប្រមាណជា50គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបវត្តកំពង់ឃ្លាំងគឺជាទីអារាមព្រះពុទ្ធសាសនាដ៏ចំណាស់មួយវត្តនេះមានប្រវត្តិបម្រើជាមជ្ឈមណ្ឌលអប់រំនិងជំនឿដ៏សំខាន់សម្រាប់អ្នកភូមិដោយសារតែទីតាំងស្ថិតនៅតំបន់បឹងទន្លេសាបទីអារាមនេះមានលក្ខណៈពិសេសគឺប្រវត្តិសាស្ត្រតម្កល់បេតិកភណ្ឌទីតាំងវត្តកំពង់ឃ្លាំងគឺជាកន្លែងដែលមានប្រវត្តិយូរលង់ណាស់មកហើយដោយនៅទីអារាមនេះមានរក្សាទុកនៅបំណែកផ្តែរនិងផ្តិលឆ្លាក់ដ៏វិចិត្រតាំងពីសតវត្សទី10បច្ចុប្បន្នវត្តនេះបានសាងសង់បន្ថែមទៀតនៅសមិទ្ធផលជាច្រើនក្នុងនោះមានខ្លោងទ្វារវត្តរចនាដ៏ស្រស់ស្អាតទៅតាមរចនាបថខ្មែរជាមួយទេសភាពភូមិឋានដ៏ស្រស់ឆើតឆាយព្រះពុទ្ធចូលបរិនិព្វាននិងពុទ្ធបដិមាដ៏ធំទ្រង់បណ្ឌបាតប្រជាជនប្រហែលជាបានមករស់នៅក្នុងតំបន់លិចទឹកនេះជាយូរយារណាស់មកហើយពិសេសនៅសម័យអង្គរកន្លែងនេះបានបន្សល់ទុកនៅព្រៃជីកមួយជាប់រវាងតំបន់ភ្នំគូលែននិងបឹងទន្លេសាបដើម្បីបម្រើក្នុងការដឹកជញ្ជូនថ្មផងនិងផលិតផលផ្សេងៗផងដើម្បីស្តុកទុកក្នុងឃ្លាំងសម្រាប់ចែកចាយតាមផ្លូវទឹកទៅកាន់តំបន់នានាក្នុងប្រទេសជាពិសេសនោះទៅទៀតក្នុងចំនួនសម័យអាណានិគមនិយមបារាំងចន្លោះពីឆ្នាំ1863ដល់ឆ្នាំ1953តំបន់នេះត្រូវបានប្រើប្រាស់យ៉ាងសកម្មសម្រាប់ជំនួញផ្លូវទឹករវាងតំបន់ជាច្រើនក្នុងប្រទេសកម្ពុជាពិសេសជាតំបន់ជាមួយតំបន់ព្រៃនគរកម្ពុជាក្រោមគេដំណើរថារដ្ឋការអាណានិគមបារាំងបានកសាងឃ្លាំងធំមួយស្ថិតនៅដីទួលវត្តឃ្លាំងចាស់ដើម្បីស្តុកទំនិញនានាពិសេសស្រូវដើម្បីនាំចេញទៅភ្នំពេញនិងកម្ពុជាក្រោមហើយក៏ដូចជាយកផលិតផលពីតំបន់ទាំងនោះមកវិញដូចជាដូងស្ករអំបិលសម្ភារៈនេសាទជាដើមមកផ្គត់ផ្គង់និងចែកចាយដល់តំបន់នានាដែលស្ថិតនៅភាគខាងជើងប្រទេសកម្ពុជាព្រោះតែហេតុនេះហើយទើបប្រជាជនសហគមន៍នេះបានហៅតំបន់នេះថាឃ្លាំងដែលក្រោយមកបានក្លាយជាកំពង់ឃ្លាំងដោយស្របទៅតាមទីតាំងដូចជាកូនផែមួយដែលជាប់បឹងទន្លេសាបនេះឯងកំពង់ឃ្លាំងជាសហគមន៍ធំមួយដែលជាប់បឹងទន្លេសាបចែកចេញជា10ភូមិមានប្រជាជនប្រមាណជា10300នាក់មានផ្ទះសរុបចំនួន1596ខ្នងជាផ្ទះសង់លើសសរខ្ពស់ៗដើម្បីការពារពីទឹកជំនន់នារដូវវស្សានិងសល់ពីនេះគឺជាផ្ទះបណ្ដែតទឹកក្រៅពីនេះយើងសង្កេតឃើញមានសាលារៀននិងវត្តព្រះពុទ្ធសាសនាចំនួន4កន្លែងផងដែរអំពីមុខរបរនិងការទាក់ទាញក្នុងវិស័យទេសចរណ៍តំបន់កំពង់ឃ្លាំងដែលជាប់បឹងទន្លេសាបប្រជាជនសហគមន៍នេះស្ទើរតែជាង 80% ជាប្រជានេសាទនិងសល់ពីនេះជាមន្ត្រីរាជការអាជីវករអ្នករត់ទូកកាណូតនិងប្រកបរបរកសិកម្មក្នុងរដូវប្រាំងសហគមន៍កំពង់ឃ្លាំងមានសម្រស់យ៉ាងឆើតឆាយនារដូវវស្សាកំពង់ឃ្លាំងបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនដល់អ្នកទេសចរជាតិនិងអន្តរជាតិប្រជាជនបានទាញចំណូលពីការធ្វើត្រីឆ្អើរត្រីងៀតផ្អកនិងប្រហុកជាដើម